បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃអាទិត្យទី22មិថុនាឆ្នាំ2025បាទថ្ងៃនេះគឺមានពេលវេលាខ្លះបាទថ្វាយកម្មួនបាទជូនចំពោះវត្ថុស័ក្តិសិទ្ធិរបស់ខ្ញុំបាទហើយឆ្លៀតថ្វាយបដាចង់និយាយតាក់ទងប្រធានបទមួយបដាបាទដោយសារតែចិត្តប្រឡងបាក់ឌុបបាទអញ្ចឹងកូនក្មួយខ្លះគាត់កំពុងតែត្រៀមខ្លួនបាទខំរៀនដើម្បីប្រឡងបាក់ឌុបបាទបើតាមខ្ញុំដឹងដូចជាប្រឡងនៅក្នុងខែ8បាទអញ្ចឹងចិត្តដល់ហើយបាំងតាមួយខែជាងទៀតទេដល់ហើយបាទហើយអញ្ចឹងទៅគឺខ្ញុំចង់និយាយតាក់ទងជាមួយនឹងប្រធានបទមួយគឺនិយាយរឿង2បាទរឿង2ដែលពិបាកបាទក្នុងការថយក្រោយបាទន័យថាបើយើងរើសយកហើយគឺថយក្រោយគឺមិនងាយថយបាទអញ្ចឹងខ្ញុំនិយាយនេះគឺសម្រាប់កូនក្មួយបាទដែលគាត់ប្រឡងបាក់ឌុបបាទអញ្ចឹងវ័យគាត់ជាយុវវ័យអញ្ចឹងរឿងខ្លះគាត់អត់បានដឹងគាត់នៅក្មេងណាបាទអញ្ចឹងអានេះគ្រាន់តែចែករំលែកបទពិសោធន៍ក្នុងជីវិតឲ្យគាត់បានដឹងបាទព្រោះថាពេលដែលគាត់ប្រឡងបាក់ឌុបហើយគឺគាត់នឹងត្រូវរើសជំនាញរៀនសូត្របាទអញ្ចឹងបើគាត់រើសជំនាញរៀនសូត្រគឺគាត់ត្រូវរើសជំនាញដែលត្រូវបាទខ្ញុំចង់និយាយថាក្នុងឆាកជីវិតរបស់មនុស្សយើងគឺមានរឿង2បាទដែលរើសហើយពិបាកក្នុងការថយក្រោយបាទគឺរឿងទី1គឺការរើសមុខជំនាញរៀនបាទនិងទី1ហើយទី2គឺការរើសគូសកលបាទប្តីប្រពន្ធបាទអញ្ចឹងពីរនឹងសំខាន់ណាស់នៅក្នុងជីវិតមនុស្សម្នាក់បាទទី1បាទតកតងជាមួយនឹងការរើសមុខជំនាញរៀនបាទគឺថាបើសិនជាយើងរើសត្រូវគឺធ្វើឲ្យជីវិតរបស់យើងនឹងមានភាពជោគជ័យបាន 50% រួចទៅហើយបាទមានបងប្អូនខ្លះគាត់ពេលនៅរៀនគឺគាត់រៀនបកែប៉ុន្តែគាត់រើសមុខជំនាញហ្នឹងគឺអត់ត្រូវបាទដល់ពេលថ្ងៃក្រោយពេលធ្វើការទៅរៀនពិបាកបាទដោយសារតាជួនខ្លះទៅជំនាញខ្លះគឺមានពីរៀនច្រើនពេកបាទមនុស្សច្រើនពេកបាទទីផ្សារហ្នឹងវាដូចថាសម្បូរអ្នកចេះពេកដល់ចឹងទៅការរកការងារធ្វើរៀងពិបាកបាទព្រោះមានការប្រកួតប្រជែងគ្នាខ្លាំងបាទហើយមួយទៀតបានប្រាក់ខែក៏អត់សូវច្រើនដែរបាទផ្ទុយទៅវិញមានបងប្អូនខ្លះគឺគាត់រៀនពេលដែលនៅរៀនគឺគាត់អត់សូវបកកែហ្មងទេបាទគាត់សិស្សល្មមបាទរៀនល្មមប៉ុន្តែពេលដែលគាត់រើសជំនាញហ្នឹងវាត្រូវបាទដល់រើសត្រូវគឺពេលគាត់ធ្វើការទៅគឺគាត់ស្រួលបាទស្រួលដោយសារជំនាញខ្លះគឺអត់សូវមានអ្នកចេះបាទហើយវាត្រូវនឹងទីផ្សារដល់ចឹងទៅគាត់ងាយស្រួលក្នុងការរកការងារធ្វើហើយមួយទៀតគឺបានការងារធ្វើហើយបានប្រាក់ខែច្រើនទៀតបាទអញ្ចឹងអានេះគ្រាន់តែជាការចែកម្លែកបទពិសោធន៍បាទឲ្យបងប្អូនកូនក្មួយដែលគាត់ត្រូវប្រឡងបាក់ឌុបហើយត្រូវរើសជំនាញហ្នឹងគឺគាត់ត្រូវគិតឲ្យច្បាស់បាទមុននឹងរើសជំនាញបាទហើយដូចធ្លាប់មាននៅតាមសាលាខ្លះគេធ្វើកម្មវិធីមួយបាទដែលគេនិយាយអំពីគោលដៅជីវិតបាទអញ្ចឹងមានវាគ្មិនដែលគាត់ដូចថាមានជំនាញបាទខាងផ្នែកនេះគឺគាត់ធ្វើបទបង្ហាញបាទដើម្បីជាគំនិតដល់ក្មេងៗហ្នឹងគាត់យកទៅគិតឲ្យរើសនៅមុខជំនាញបាទជួនខ្លះទៅនៅសាលាខ្លះគឺមានអញ្ជើញពីខាងក្រសួងអប់រំមកទៀតដើម្បីធ្វើបទបង្ហាញបាទអញ្ចឹងកូនក្មួយដែលប្រឡងបាក់ឌុបគឺគួរចូលរួមនៅក្នុងកម្មវិធីអញ្ចឹងដើម្បីបានជាគំនិតបាទហើយសម្រាប់ខ្ញុំផ្ទាល់គឺថាក្នុងការរើសជំនាញអ្វីដែលយើងគួរគិតគឺរឿងសំខាន់3ដែលយើងគួរគិតទី1គឺជំនាញដែលយើងរើសហ្នឹងគឺជាជំនាញដែលយើងចូលចិត្ត
bà phù tha bởi dân ọt châu chất tế nâng ngày khởi bây dân thư ca nghe nâng có việc bà bạ là phù ca được chùm liếng cứ chỉ là chip bên mà chỉ vật bao dương bà sân chỉ vì dân ọt châu chất tế cứ dân thư ca nghe nâng có ọt sư sờ bài chất hay ọt sư là o này bà chân sầm khan bà dương rồi thì mới cứ đào được ca châu chất bao dương thì tí cứ lơ tết và sau thò mà chiết bao dương bà đông thòm chiết bao dương bà của nè khác cứ con miền đông này nằng chân rồi tới cứ hiện này đang tới cứ bậc kè bà bên nè khác ở đấy dương mình ai bậc không bà đấy nè khác đây tia họ ai có thể hiện hàng vi bạc co hiện hàng hiền hàng ấy chứ cứ có hiện cái đây buồn nè khác gọi mình chùm ní anh bà chẳng anh ấy còn chưa cầm đất đấy hay môi tiết ở đây thì dân thở cất đá cứ tip xa bà tip xa ca nghĩa bà dân vô mà kết phăng phai bay nắng châu không biết bà phù chuồn khác dân được chùm ní nhà dân miền đông chùm ní nhà dân châu chất bên tay tip xa ca nghĩa ọt trứ ở năng có ọt bàn này rồi xa tại tip xa ca nghĩa nó cứ sầm khăn bà mền tên nó cứ sầm khăn trường trường pi nô tiết bà đời xa tại anh nắng bây giờ riêng chùm liên khác đôi tha tip xa ca nghe bị áp bố anh nắng có dương bà này bà hay tip xa ca nghe nó cứ dân kịch từ lơ dùng vài anh bà long thơm bà cứ là hốt đo 50 năm ấy từ một tiết rồi bà nó dân kịch ở bàn long thơm chân bà ngày nó cứ chia ca đòn nơi cùng nứt mùi hay chấm này chấm nói tivi đài không chạy chỉ bật điện trời chuột nó cứ ca rơ cu score đây bật pôn bà ca rơ cu score đây bật pôn cứ sầm khán là bom ôn và sân thì dương rơ trứ cứ thưa chỉ bật dương nó ban chuột chay bà hai chia 20% rồi bà hay bờ rơ mình trâu thế cứ chỉ bật dương đằng Việt Nam bà hay cana rơ trứ dương toàn ban thơ ấy nó cứ miền chụp chơi khá mà hơi bà chẳng xong rồi ca rơ bà pi nắng bà tìm mỗi cứ rơ một chùm đế nhà điên sốt thì pi cứ rơ ở đây bậc bốn cứ xong rồi miền ca cất ở ban là on bà cất ở ban on làm bày rồi chỉ vẫn bỏ dưới nó miền chụp miền chơi bà hay xa cho từ nâng bánh happy nâng phong đái cứ nhông xong chạy lệch bà tiện tông chỉ mùi nâng bập hết một nụ bà ảnh tiện tông bê đại dương miền chỉ ở đây bập bốn đó nè bà miền chỉ cu sự cọp đây bập bốn hái khơi miền ở đây bốn khác cứ chỉ bật kế chỉ bật cu kế ban xong bập cọp bà miền chụp chảy còn phần tái miền ở đây bập bốn khác chỉ bật cu nó cứ mình xong bập cọp thì bà anh đang đời xa tại nơi nông nắng cứ miền đầy cu bao giờ nắng chia bậc hết mà nụ đọc bậc hết đôi tỏ từ bà chẳng là đi cứ nhâm chùm miệp sầm đẹp nè là cái miền cu sờ cò bà nè miền cu sờ cò thì mỗi cứ tha đầy cu bao giờ nó chia mà nụ đây để có trôi chất phiệp phật các bạn bà đôi tha bởi vậy pi bỏ đỏ vẫn đôi chỉ riêng để đi bà trôi chất là sờ bài giống á bà hay bờ này rí bà có chơi chất lạ khả năng sờ bài chẳng đá nó bà chẳng bờ sân thì châu bậc hết nắng năng cứ thơ ao chỉ bật cu nắng cứ mình xong bậc cọp tê hay mình chuột chơi tê bà chấm nói tivi cứ đai cu bao giờ nó chia mà nụ đài người dây chơi chất người dây pịa sửa rùa cùng rơi bà mưa người mưa thao mình che lực tật chất bà chẳng ca na dương ở bàn tay cu chẳng cứ dương ở nông miền phiệp đôi tha về tình nghiệp lâu chất trơn bà hay giống vậy nó cứ đầm bay ở bong ôn bàn chìa đá đầm bay dương thơ mấy cầm ai luôn dương nó trâu được nông đọc bậc phết năng bà bậc phết tí bấy cứ chia mà nụ đà treo khao bà chạp khăn bà đôi tha mình che cục krong ở rõm á bà ở căn ca nghe ấy chẳng cứ việc chởn là miền rướng á bà nó bậc phết tí 3 hay bậc phết tí 4 đại cu nó cứ chia mình đủ đài trôi chất ra tay ở bờ hằng xa bà thưa ấy chẳng cứ khăn họ là ra hằng xa bà ở chết ra sẵn tệ vị thi hay tê bà
ហើយទី5គឺដៃគូហ្នឹងគឺជាប្រភេទមនុស្សបាទដែលងប់ងល់នឹងរឿងអបាយភូមិបាទរឿងអបាយមុខបាទមានស្រីស្រាលបែងបាទហើយសម័យឥឡូវនេះគឺមិនមែនថាតែប្រុសហើយបាទស្រីខ្លះក៏គាត់ខ្លះញៀនអញ្ចឹងដែរបាទអញ្ចឹងឲ្យតែថាយើងយកខ្លួនទៅបៀតបាទទៅលើរឿងទាំងអស់ហ្នឹងគឺនឹងធ្វើឲ្យជីវិតគូហ្នឹងមិនសមប្រកបបាទមិនជោគជ័យបាទហើយចំណុចទី6គឺដៃគូហ្នឹងជាមនុស្សដែលដូចថាមានចរិតក្មេងបាទដូចថាចូលចិត្តតែលេះលោះបាទមិនទទួលខុសត្រូវក្នុងគ្រួសារបាទមិនមានផែនការជីវិតច្បាស់លាស់បាទអញ្ចឹងតើកាលណាដៃគូណាមួយដែលគាត់មានលក្ខណៈបែបហ្នឹងក៏ធ្វើឲ្យជីវិតហ្នឹងជីវិតគ្រួសារហ្នឹងគឺអត់បានជោគជ័យដែរបាទអ្នកខ្លះគាត់អាយុច្រើនប៉ុន្តែចរិតគាត់នៅក្មេងទេបាទឲ្យធ្វើអីក៏អត់ចេះទទួលខុសត្រូវដែរដាក់ការងារអីមួយចឹងទៅគឺមិនទទួលខុសត្រូវការងារហ្នឹងទេបាទចាស់តែអាយុប៉ុន្តែការទទួលខុសត្រូវអត់មានបាទហ្នឹងគឺជាចរិតដែលមិនល្អបាទហើយទី7បាទទី7គឺដៃគូហ្នឹងជាមនុស្សអាត្មានិយមបាទដូចថាធ្វើអីគិតតែខ្លួនឯងណាបាទអត់គិតពីជីវិតគ្រួសារអត់គិតពីជីវិតដៃគូទេបាទបើមិនជាខ្លួនឯងចូលចិត្តអីគឺធ្វើហ្នឹងបាទធ្វើអីដើម្បីតាបំពេញបំណងខ្លួនឯងណាបាទប្រភេទហ្នឹងគឺនឹងធ្វើឲ្យជីវិតគូហ្នឹងពិបាកបាទហើយអាត្មានិយមមួយទៀតគឺស្រឡាញ់តែគ្រួសារខាងខ្លួនឯងណាបាទអ្នកខ្លះគឺថាគាត់គិតគូតែគ្រួសាររបស់គាត់ទេបាទឲ្យតម្លៃតែគ្រួសាររបស់គាត់ទេប៉ុន្តែជីវិតប្តីប្រពន្ធគឺគាត់អត់សូវឲ្យតម្លៃទេបាទអញ្ចឹងបើសិនជាមានដៃគូបែបហ្នឹងក៏អត់ល្អដែរបាទអញ្ចឹងមិនថាប្រុសមិនថាស្រីទេបាទកាលណាយើងមានជាប្តីជាប្រពន្ធគឺយើងត្រូវឲ្យតម្លៃនិងគិតគូរដៃគូរបស់យើងឲ្យបានច្រើនបាទប៉ុន្តែមិនមែនមានន័យថានិយាយអញ្ចឹងឲ្យយើងភ្លេចគ្រួសារយើងទេបាទគឺយើងក៏នៅតែស្រឡាញ់គ្រួសារយើងបាទយកចិត្តទុកដាក់មួយគ្រួសារយើងគ្រាន់ថាធ្វើអីកុំឲ្យដូចថាវាលើសលប់ខ្លាំងពេកណាបាទយើងត្រូវចេះថ្លឹងបាទហើយទី8គឺថាដៃគូនឹងជាមនុស្សទឹកពេញកែវហ្នឹងមានន័យថាធ្វើអីក៏មិនចេះខុសណាយើងផ្ដល់យោបល់អីក៏មិនស្ដាប់ណាបាទយើងធ្វើជាមនុស្សដល់តែមនុស្សដែលទឹកកន្លះកែវបានហើយយើងនៅអាចផ្ដល់យោបល់បានហើយយកមកដើម្បីកែលម្អអញ្ចឹងណាពេលគេផ្ដល់យោបល់អញ្ចឹងគឺចេះយកគំនិតហ្នឹងយកមកកែលម្អឲ្យល្អឡើងវិញអីចឹងណាបាទបើសិនជាមនុស្សដែលទឹកពេញកែវគឺអត់មានការអភិវឌ្ឍទេបាទហើយចំណុចទី9គឺដៃគូហ្នឹងជាមនុស្សដែលមិនចេះអភិវឌ្ឍខ្លួនបាទដូចថាចង់តែស្រួលពេកណាបាទអត់សូវចង់រៀនចង់អីថ្មីទេបាទចង់តែស្រួលហើយចឹងទៅកាលណាយើងអត់អភិវឌ្ឍខ្លួនមានរឿងខ្លះគឺយើងអត់ដើរតាន់សង្គមទេបាទទីហោដូចថ្ងៃអញ្ចឹងគឺសម័យគេបច្ចេកវិទ្យាអញ្ចឹងរឿងខ្លះដែលយើងអភិវឌ្ឍខ្លួនយើងតាមដែរបាទមិនថាការងារមិនថាការរកស៊ីទេកាលណាយើងដើរមិនតាន់សង្គមទេគឺពិបាកបាទហើយចំណុចទី10ចុងក្រោយគឺដៃគូយើងនឹងជាមនុស្សដែលអសមត្ថភាពក្នុងការរកទ្រព្យបាទអសមត្ថភាពក្នុងការរកទ្រព្យហើយក្រៅពីហ្នឹងគឺថែមទាំងពេលមានទ្រព្យហើយចាយអត់ចេះគិតទៀតបាទអត់ចេះសន្សំចាយទៀតបាទអញ្ចឹងជាលក្ខណៈបែបហ្នឹងបាទគឺនឹងធ្វើឲ្យជីវិតដៃគូហ្នឹងมันបានសមប្រកបទេបាទជីវិតគ្រួសារហ្នឹងมันបានជោគជ័យទេអញ្ចឹងខ្ញុំជម្រាបនេះគឺគ្រាន់តែជាគន្លឹះខ្លះនៅក្នុងជីវិតបាទហើយយើងគួរតែនាំគ្នាជៀសបាទចំណុចទាំងអស់ហ្នឹងបាទចំណុចណាដែលមិនល្អគឺយើងសិក្សាពីខ្លួនយើងផ្ទាល់ហើយកន្លែងណាអត់ល្អគឺយើងព្យាយាមកែបាទបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសម្រាប់ការទស្សនានិងស្ដាប់បាទនៅវីដេអូរបស់ខ្ញុំបាទខ្ញុំចេះតែនិយាយទៅបងប្អូនអើយព្រោះរឿងខ្លះនិយាយទៅបានជាប្រយោជន៍បាទសម្រាប់បងប្អូនយើងដែរបាទ
បាទចឹងអរគុណច្រើនបាទហើយសូមជម្រាបលាបាទ